ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះយើងមកចាប់អារម្មណ៍ក្រដាស់ប្រាក់ 50,000 រៀលរបស់យើងវិញម្ដងថ្ងៃនេះបងប្អូនអាចមកមើលពិនិត្យមើលបាននេះឲ្យបងប្អូនស្គាល់ដែរឬទេបងប្អូនច្បាស់ជាស្គាល់ហើយនេះគឺជារូបសម្ដេចតាបងប្អូនទាំងអស់គ្នានេះរូបសម្ដេចនរោត្តមសីហនុព្រះបាទនរោត្តមសីហនុបងប្អូនទាំងអស់គ្នាបាទក្រដាស់ 50,000 រៀលហ្នឹងហើយបងប្អូនមើលឆ្នាំផលិតនោះ National Bank of Cambodia ធនាគារជាតិនៃកម្ពុជានេះឆ្នាំផលិត 2013 ហ្នឹងហើយនេះបងប្អូនមកចាប់អារម្មណ៍រូបប្រាសាទនេះរូបដំរីបងប្អូនអត់បានដើរទៅលេងទេរូបដំរីធ្វើមើលតំណងបងប្អូនដុំថ្មកងឲ្យដាក់ខ្លាចជាចេញជាប្រម៉ោយដំរីហើយយើងអត់បានទៅទស្សនានៅប្រាសាទផ្ទាល់យើងមកទស្សនាក្នុងក្រដាស់ប្រាក់រូបិយប័ណ្ណរបស់ប្រទេសកម្ពុជាយើងបងប្អូនអរគ្នានេះរូបសម្ដេចតាក្រដាស់ 50,000 រៀលហើយបងប្អូនអរគ្នាបើសិនជាពេលអត់ថតចឹងបងប្អូនអរគ្នាខ្ញុំពេលអត់ថតចឹងក៏អត់សូវចាប់អារម្មណ៍ខ្លាំងប៉ុន្មានដែរលើរូបប្រាសាទឬផ្សេងនៅលើក្រដាស់ប្រាក់ខ្មែរយើងដល់ពេលខ្ញុំថតចឹងទៅចាប់អារម្មណ៍ឃើញដំរីចង់ដឹងថានៅខេត្តណាប្រាសាទឈ្មោះអីនេះតែរូបហ្នឹងបាទហ្នឹងហើយបងប្អូនអរគ្នាឥឡូវនេះខ្ញុំបានsearchមើលស្រាវជ្រាវរួចរាល់ហើយរូបដំរីនេះមិនមែនស្ថិតនៅខេត្តសៀមរាបទេបងប្អូនអធិស្ឋានផងបាទគឺនៅស្ថិតនៅខេត្តព្រះវិហារនៅរមណីយដ្ឋានប្រាសាទកោះកេរដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយបងប្អូនអរគ្នាប្រាសាទកោះកេរហ្នឹងហើយរូបដំរីហ្នឹងប្រាសាទកោះកេរហ្នឹងស្ថិតនៅខេត្តព្រះវិហារនិយាយទៅខ្ញុំតំបន់ប៉ែកអេសានមិនតន់ដែរបានទៅទេបងប្អូនអរគ្នាស្រុកកំណើតនៅតាកែវធ្វើស្បិតស្រុកកំណើតនៅតាកែវប៉ុន្តែមានធ្លាប់តែជិះកាត់ទៅបាត់ដំបងប៉ែកនេះអីចឹងបងប្អូនសមុទ្រនឹងធ្លាប់ទៅតែបើប៉ែកអេសានតំបន់ព្រៃភ្នំក្រាស់ច្រើនលើសលប់នឹងអីសមុទ្រឈើអីហ្នឹងដែរបានទៅទេបងប្អូនអើយហើយបងប្អូនវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងរៀបរាប់ច្រើនអត់ដឹងរៀបរាប់ពីអីខ្លះទៀតទេបងប្អូនមានតែប៉ុណ្្នឹងឯងមានឱកាសល្អខ្ញុំនឹងទៅថតទស្សនភាពនៅតាមប្រាសាទខ្មែរយើងនិយាយទៅដើរជុំវិញខេត្តក្នុងប្រទេសកម្ពុជារបស់យើងឲ្យអស់តែម្ដងបងប្អូនអរគ្នាបើសិនសល់លុយបើសិនជាមានឱកាសមានពេលវេលាអំណោយផលអញ្ចឹងល្អដើរទៅគ្រប់ខេត្តនៅព្រះរាជាណាចក្រកម្ពុជាបងប្អូនមុននឹងទៅលេងក្រៅប្រទេសសម្រាប់ខ្ញុំដោយសារឃើញប្រាសាទនិងអីផ្សេងទៀតដែលរកឃើញក្រុមអ្នកស្រាវជ្រាវគាត់រកឃើញផុសក្នុងបណ្ដាញសង្គម Facebook ដូចជា YouTube អីជាដើមគឺថាមានច្រើនហើយអញ្ចឹងមានច្រើនប្រាសាទមានប៉ុន្តែទុកចោលបាត់ហើយកន្លែងហ្នឹងគឺទុកចោលបាត់ហើយអត់មានតែគេមកធ្វើឲ្យស្អាតអីអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងវីដេអូថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនបងប្អូនអរគ្នាបាទសុខសប្បាយជម្រាបលាបងប្អូនពុកម៉ែបងប្អូនអរគ្នា